គេនិយាយថាកុំលក់ត្រឹមតែផលិតផលឬក៏ផ្ដល់សេវាកម្មឲ្យភ្ញៀវសូមអ្នកលក់គុណតម្លៃដើម្បីឲ្យភ្ញៀវមានទំនុកចិត្តលើអ្នកពាក្យហ្នឹងត្រូវតាហើយពាក្យហ្នឹងខ្ញុំធ្លាប់ប្រើតាំងពីយូរមកហើយខ្ញុំនិយាយយូរមកហើយខ្ញុំចេះតែនិយាយអាហ្នឹងចេះតែនិយាយអាហ្នឹងពាក្យហ្នឹងខ្ញុំថាប្រហែលជាគេដតីទៀតគេអត់ដែរគិតរឿងហ្នឹងទេរកស៊ីរកអីគេអត់ដែរគិតរឿងហ្នឹងទេតែឃើញគ្រូជោគជ័យមកចេញមកនិយាយអីចឹងទៅគេយកអាហ្នឹងទៅបង្រៀនប៉ុន្តែអាចនឹងបញ្ហាអត់ដឹងថាតើកសាងនៅទំនុកចិត្តឲ្យភ្ញៀវយ៉ាងដូចម្ដេចបើសិនជានិយាយស្រួលស្ដាប់ហើយអាចយកទៅធ្វើបានតែហ្មងណាគឺអ្នកលក់នឹងល្អអ្នកលក់នឹងគឺជាអ្នកលក់ដែលល្អហ្មងដល់ពេលអ្នកលក់ល្អអញ្ចឹងទៅគាត់លក់ដូរនេះលក់ដូរនោះរបស់គាត់យ៉ាងម៉េចគាត់និយាយឲ្យស្មោះត្រង់អញ្ចឹងណាដោយពុះវៀនពុះតាំងគឺអត់មានលាក់មានបាំងអញ្ចឹងណាអានោះបើយើងនិយាយឲ្យស្រួលស្ដាប់ដល់ពេលអ្នកទិញឬក៏អ្នកដែលមើលគាត់ហ្នឹងឃើញគាត់និយាយអញ្ចឹងទៅគឺទុកចិត្តស្រួលចិត្តអាហ្នឹងហើយអញ្ចឹងតាការកសាងទំនុកចិត្តចំពោះភ្ញៀវអាហ្នឹងយើងនិយាយឲ្យស្រួលយល់ប៉ុន្តែបើនិយាយរឿងលម្អិតមែនតើវាតាក់ទងនឹងជំរឿនៃផលិតផលមានន័យថាគុណភាពផលិតផលហ្នឹងត្រូវតែបញ្យល់ភ្ញៀវយ៉ាងម៉េចល្អយ៉ាងម៉េចឲ្យពិតប្រាកដវាមួយទៀតវាតាក់ទងនឹងការទទួលខុសត្រូវដែលខ្ញុំឧស្សាហ៍និយាយដដែលនោះព្រោះលក់សម្ដីក៏គេទុកចិត្តដែរសម្ដីដែលយើងនិយាយរួចហើយយើងអត់ទទួលខុសត្រូវទៅលើសម្ដីរបស់ខ្លួនឯងទុកគេអត់ទុកចិត្តដែរសម្ដីយើងនិយាយហ្នឹងគឺដើម្បីឲ្យលក់បានអ្នកខ្លះនិយាយផុយស្រួលធូរណាស់គឺបែបហ្នឹងហើយដែលយូរទៅគេថាអត់ដូចសម្ដីដែលខ្លួននិយាយផងអត់ដូចសម្ដីដែលខ្លួនផ្សាយពាណិជ្ជកម្មផងដល់ពេលអញ្ចឹងគេអត់ទុកចិត្តទេមនុស្សច្រឡំថាទុកចិត្តហ្នឹងគេទុកចិត្តទៅលើរបស់ខ្លួនល្អទេគេទុកចិត្តទៅលើសេវាកម្មរបស់ខ្លួនអីទេអត់ទេឲ្យបើចំពោះផលិតផលបើល្អមែនវាមិនអីទេប៉ុន្តែសម្ដីក៏គេចាប់ដែរណាពេលដែលយើងនិយាយលក់ដូរមួយគេក៏គេចាប់សម្ដីយើងទុកដែរណាគូវាគេស្ដាប់សម្ដីយើងទេមិនក៏អត់ឲ្យតម្លៃលើពាក្យសម្ដីរបស់ខ្លួនឯងអញ្ចឹងគេចាប់សម្ដីយើងតាអញ្ចឹងគេមិនមែនទិញយកតែផលិតផលណាគេទិញទាំងពាក្យសម្ដីរបស់យើងទៅដល់ពេលយើងផ្លេចខ្លួនយើងចេះតែពួយចេះតែនិយាយធ្វើម៉េចឲ្យទៅលក់បានអីបានអញ្ចឹងទៅមិនកើតទេអាហ្នឹងมันអាចកសាងទំនុកចិត្តជាមួយគ្នាកើតទេនៅក្នុងករណីផ្សេងទៀតផលិតផលឬក៏សេវាកម្មហ្នឹងវាត្រូវការដូចថាឲ្យភ្ញៀវទុកចិត្តលើយើងត្មងប៉ុន្តែមុននឹងឲ្យភ្ញៀវទុកចិត្តលើយើងហ្នឹងគឺយើងល្អខ្លួនឯងរួចស្រេចហើយបើភ្ញៀវគាត់នៅតែមិនទុកចិត្តអត់ដឹងយើងអត់ដឹងនិយាយថាម៉េចយើងពិបាករៀបរាប់ពីអំពីរបស់ប្រើប្រាស់ហ្នឹងឧទាហរណ៍ថារបស់ប្រើប្រាស់ហ្នឹងវាប្រើរយៈពេលយូរបានវាដឹងពីគុណភាពរបស់វាដល់ពេលមកផ្លែតអញ្ចឹងយើងអត់ទាន់រៀបរាប់ប្រាប់ភ្ញៀវបានទេអញ្ចឹងពិបាកពេលខ្លះការកសាងទំនុកចិត្តវាត្រូវការពេលវេលាធ្វើឲ្យធ្វើទៀតមិនមែនមកផ្លែតយើងជួបភ្ញៀវឬក៏យើងឈរខ្លួនតាំងខ្លួនចេញមុខលក់ដូរអីគេទុកចិត្តភ្លាមទេហើយរឿងនេះគឺវាពាក់ព័ន្ធទៅនឹងអ្នកដែលឧស្សាហ៍និយាយថាការចេញមុខរបស់ខ្លួនឯងមកធ្វើ personal branding នឹងឯងទៅគេទុកចិត្តមិនបាច់ទេបើសិនជាអ្នកចេញមុខនឹងអត់មានគេហៅថាអារបៀបក្នុងការធ្វើឲ្យគេទុកចិត្តផងចេញទៅមុខហ្នឹងប៉ុន្តែខ្លួនឯងអ្នកលក់មិនទទួលខុសត្រូវអ្នកលក់បោកប្រាស់គេហ្នឹងហើយចេញ personal branding មករកអាចអីមិនកើតទេអញ្ចឹង personal branding វាត្រូវតែស្របជាមួយនឹងអ្នកដែលអ្នកអត្តចរិតរបស់អ្នកលក់ហ្នឹងជាមនុស្សដែលល្អពិតប្រាកដអាហ្នឹងបានត្រូវហើយមានច្រើនទៀតណាបងប្អូនសរុបរួមមកអ្វីដែល Chem Topic និយាយព្យាយាមនិយាយរាល់ថ្ងៃខ្ញុំអត់និយាយរឿងតាក់ទងនឹងtechnique boost technique អីទេវាអត់ពិបាកទេរឿងហ្នឹងដូចខ្ញុំនិយាយលេងអញ្ចឹងថា search ទៅតាម YouTube មើលទៅគេអីតិចតួចបើមិននេះទេទិញវីដេអូគេមើលអីទៅចេះហើយប៉ុន្តែរឿងអាជីវកម្មអនឡាញដូចជារឿងកសាងទំនុកចិត្តអាហ្នឹងបានវាពិបាកអញ្ចឹងខ្ញុំនិយាយហ្នឹងបាទហើយមានភាគក្រោយទៀតបាទ